បងប្អូនទាំងអស់គ្នាតែងតែលើគេនិយាយអំពី Omega 3 ឬគេហៅថាជាប្រភេទខ្លាញ់ល្អថ្ងៃនេះបងប្អូនមកស្រាយចម្ងល់ទាំងអស់គ្នាមើលថាតើបើសិនជាបងប្អូនកំពុងតែមានបញ្ហាសុខភាពឬក៏ចង់ថែទាំការពាររាងកាយសុខភាពបងប្អូនឲ្យរឹងមាំឬក៏សុខភាពល្អតើគួរជ្រើសរើសប្រភេទខ្លាញ់ល្អមួយប្រភេទណាទៅដោយសារនៅលើទីផ្សារនាពេលបច្ចុប្បន្ននេះកំពុងតែមានប្រភេទ Omega 3នេះគឺច្រើនក្រុមហ៊ុនមែនតើចូលជាង40ប្រភេទ40 brand ហើយបងប្អូនទាំងអស់គ្នាតែថ្ងៃនេះបងប្អូនមកស្គាល់ជាមួយនឹង Omega 3មួយប្រភេទដែលវាមានប្រសិទ្ធភាពខ្ពស់ជាង Omega 3ទូទៅដែលលក្ខណៈពិសេសរបស់ Omega Light 3 Resol ហ្នឹងរឿងទី1គឺគ្រាប់តូចទន់ហើយស្រួលញ៉ាំហើយមិនប៉ះពាល់ទៅដល់កាពះពោះវៀនបងប្អូនទៀតមានក្លិនឈ្ងុយហើយមិនឆ្អាបបងប្អូនអាចទៅពេលញ៉ាំក៏បានដែរហើយលក្ខណៈពិសេសវាមួយទៀតគឺដាក់ទូទឹកកកកន្លែងកង់ក៏វាឥតកកដែរសារជាប្រភេទខ្លាញ់លេខ1ដែលអ្នកវិទ្យាសាស្ត្រនៅខាងសហរដ្ឋអាមេរិកហ្នឹងគឺគេបានចម្រាញ់ចេញពីខ្លាញ់ត្រីសាម៉ុនសុទ្ធនៅក្នុងបាតសមុទ្រទឹកជ្រៅអញ្ចឹងបងប្អូនដាក់នៅក្នុងទូទឹកកកកន្លែងរឹងយ៉ាងណាក៏អត់កកដែរលក្ខណៈពិសេសនៃ Omega 3 Resol ហ្នឹងទី2គឺជាប្រភេទគេហៅថា Genomaceutical មិនមែនជាប្រភេទ supplement ធម្មតាទេគេហៅថាជាប្រភេទអាហារបែបឱសថដែលវាមានប្រសិទ្ធភាពនៅក្នុងការជួសជុលដោះស្រាយវិបត្តិសុខភាពនិងការពាររាងកាយសុខភាពបងប្អូនឲ្យរឹងមាំព្រោះភាគច្រើនបងប្អូនដឹងហើយមានបងប្អូនខ្លះគឺគាត់អត់ឈឺទេប៉ុន្តែគឺគាត់ចង់ញ៉ាំដើម្បីថែទាំសុខភាពមានពុកម៉ែបងប្អូនខ្លះគាត់មានបញ្ហាសុខភាពគឺគាត់ចង់រកដំណោះស្រាយបញ្ហារបស់គាត់នឹងវាថាអាហារឱសថនឹងបានន័យថាអ្នកឈឺក៏ប្រើបានហើយអ្នកមិនឈឺនឹងក៏ប្រើបានដូចគ្នានឹងឯងហើយលក្ខណៈពិសេសរបស់ Omega 3ហ្នឹងទី3គឺវាមានពាក្យថា Resol នៅខាងក្រៅ Resol វិញមានន័យថាវាជួយខ្លាំងទៅលើការរលាយកោសិកាឬក៏ពាក់ព័ន្ធជាមួយនឹងឆ្អឹងសន្លាក់នឹងឯងដោយ Omega 3ទូទៅគឺអត់មានពាក្យថា Resol នៅពីក្រោយនឹងទេតែ Omega 3 Resol មួយប្រភេទនេះគឺវាមានលក្ខណៈពិសេសត្រង់ចំណុចមួយហ្នឹងហើយលក្ខណៈពិសេសទី4នោះគឺខុសពី Omega 3 ដទៃដោយសារបងប្អូនឃើញហើយ Omega 3នៅលើទីផ្សារទូទៅគឺវាមានកម្រិត EPA DHA នឹងទាបមែនតើមានត្រឹម100 200 300ឬក៏400នឹងអស់ហើយប៉ុន្តែ Omega 3ដែលរូបសម្បត្តិកំពុងតែឲ្យបងប្អូនស្គាល់នេះគឺវាមានកំហាប់ EPA DHA នឹងខ្ពស់មែនតើដោយសារនៅក្នុង Omega 3 Resol នេះគឺវាមាន EPA រហូតដល់ទៅ1000មីលីក្រាម DHA មានរហូតដល់ទៅ500មីលីក្រាមវាមានវីតាមីន E 55មីលីក្រាមទៀតហើយអ្វីដែលរឹតតែល្អខ្លាំងមួយទៀតគឺវាមានបន្ថែមជាមួយនឹង ALA បានន័យថាវាជាប្រភេទខ្លាញ់ល្អគេហៅថាប្រភេទគ្រាប់ធញ្ញជាតិអីហ្នឹងបងប្អូនអ្នកគេបន្ថែមនៅក្នុងនឹងបន្ថែមគឺអស្ចារ្យខ្លាំងមែនតើជាមួយនឹង Omega 3មួយប្រភេទនេះហើយសំណួរសួរបងប្អូនវិញថាហេតុអីបានយើងទាមទារចាំបាច់ឲ្យមាន EPA DHA នឹងខ្ពស់ដោយសារពេលណាដែលបងប្អូនញ៉ាំជាមួយនឹង Omega 3ដែលវាមានកំហាប់ EPA DHA នឹងខ្ពស់រឿងទី1ដែលវាជួយខ្លាំងជាងគេគឺទៅលើបញ្ហាឆ្អឹងសន្លាក់បងប្អូនគឺមានប្រសិទ្ធភាពខ្ពស់ជាង Omega 3ទូទៅទី2នោះគឺវាជួយគ្រប់គ្រងអាស៊ីតកូលេស្តេរ៉ុល triglyceride ដែលវាមានបញ្ហាខ្លាញ់នៅក្នុងសរសៃឈាមខ្លាញ់រុំថ្លើមខ្លាញ់រុំបេះដូងហើយអ្វីដែលរឹតតែល្អមួយទៀតគឺវាបន្ថែមនៅខ្លាញ់ល្អ HDL នៅក្នុងរាងកាយយើងបានទៀតលក្ខណៈពិសេសទី3ដែលយើងទាមទារឲ្យវាមាន EPA DHA នឹងខ្ពស់គឺវាជួយទៅដល់ប្រព័ន្ធខួរក្បាលជួយដល់ការចងចាំបញ្ហាដែលពុកម៉ែបងប្អូនគេមិនបានសម្រាលមិនលក់បញ្ហា stress ជួយដល់ភ្នែកបងប្អូនឲ្យសុខភាពល្អជួយដល់សាច់ដុំជួយដល់ថ្លើមជួយដល់បេះដូងហើយវាធ្វើឲ្យសរសៃឈាមបងប្អូនគឺទន់រលាស់បានល្អប្រសើរទៀតចឹងពុកម៉ែបងប្អូនដែលចង់ញ៉ាំ Omega 3ដែលបងប្អូនចំណាយលុយទៅឲ្យអត់ស្ដាយលុយគឺអាចជ្រើសរើសញ៉ាំជាមួយនឹង Omega 3មួយប្រភេទនេះបានបងប្អូនញ៉ាំទៅគឺបានសុខភាពសពបែបយ៉ាងបានន័យថាញ៉ាំបានទាំងការពារជួសជុលនិងដោះស្រាយបញ្ហាសុខភាព